tập về tới cây ao dương về đặt đặt anh nó khéo chẳng á thành về khỏi chẳng tới đập về tới nhóm cọt phồm về tới sọc kết slap tha những slap ọt về hạt ấy chẳng á hồ bong bóng nó chăm con bán đấy nè bà nè mà hai cô viên thôm đài sọc chặt slap á mình về á lâu mình slap thế bà tăng pin nhung sẽ theo con đo ngày bay chất bay khai lâu mới sọc phiêu con mới bà bà ở con tràn bà chụp xua bong bóng tao cái này lấy ní dương ba mà chụp bong sấy tia đái bà chụp xua bong chụp xua là mình bà mà dây chụp xua bà bong bóng khơi nhái bà tí tăng cái đại dương ban mà chụp cái này ca piประมาณ khai món là lấy ní dương ba mà chụp con tia đây pi món một con hiện không ai rồi lấy ní cứ sọc bong cái bong bóng bà trong vậy tha pi món bia chia ban mà chẩn nuôn hay tầm nhâm tia lấy ní cái tha sọc bong hay so tia là lấy ní bong bóng rồi con bà chụp xua bong chụp xua còn nhâm tăng từ bốn á nhâm tăng từ bốn kì bà chắp đam lụa chắp đam sai phim cứ con nhâm phim bà chụp xua bong bà sọc tụcយ៉ាងណាបងsọc vải chứ sọc vải này bà lấy đi khơi ta nhâm sro tay mà đông bà chà bạn để bị môn người nhâm sro này chia hai chẳng tới bắt chân bắt ấy sủa tới mình mày ba mình đưa đôi tha ăn khăm mấy đã lâu dùng miền khăm về ngay 30 con mười ấy thì một can là srul tơ mong á bà lấy đi srul chừng môn nèបង srul khăng mong chà bạn bắt chân hay dương miền ngầm láng miền ấy bạn thay dựa toàn là thơ ca ai chia sân chẳng á thơ có bán này miền xây thế អរគុណច្រើនបងអរគុណអញ្ចឹងមានអារម្មណ៍ថារៀងសប្បាយចិត្តច្រើនជាងមុនបាទហើយសូម្បីតែទឹកមុខគឺថាស្រស់បោះខុសគ្នាដាច់តែម្ដងបាទកាលពីមុនគឺគាត់ទៅចាប់ផ្ដើមប្រើមែនទេណាមិញបាទគាត់ចាប់ផ្ដើមប្រើទៅគាត់បានធូរស្រាលមួយចំនួនតែឥឡូវនេះគឺថាធូរស្រាលមែនតើហើយមិនដែរមកយាយ ងើបពីឈឺឡើងមានសង្ឃឹមហងឥឡូវបានលេបឆ្នាំនឹងទៅលោកគ្រូដាំបាយដាំអីហូបកើតខ្លួនឯងហីខ្ញុំលេងបាក់អី ហឹងហ្មងហ៎ នេះនិយាយទៅមកតំហឹងឲ្យជីម៉ូតូបានទៀតឥឡូវនេះ ជីម៉ូតូតែហូបទៅសាអង្សោមអីបាទ ផុតអីទៅ ចាពីមុនជីកង់ក៏មិនបានដែរ ចាជីទៅឈឺយ៉ាងណាដល់ឥឡូវជីឲ្យលោកគ្រូជីម៉ូតូ ជីម៉ូតូ100ទេណា ចា អេបាទសប្បាយចិត្ត ដងមកមុខទៀតឯងបាទដងជាទៀត ដង2 3 4ខែនោះឲ្យតែបាត់ជើងស្រួលឡើងវិញអាហ្នឹងគង់ឲ្យរួញទេ បាទអរគុណច្រើនបងអញ្ចឹងសប្បាយចិត្តទេបងសប្បាយចិត្តខ្លាំងហ៎ សប្បាយចិត្តសប្បាយមកលេងចុកលេងអីចឹងណាលោកគ្រូ បាទអាការៈឥឡូវនេះធូរស្រាលមិនខ្លះមើល ចានិយាយថាពីមុនយើងចុកយើងអីចឹងតែឥឡូវយើងអត់ដែរចុកពោះចុកអី ដូចមនុស្សធម្មតាសុទ្ធ ធម្មតានិយាយរួមដូចតែយើងនេះអត់មានឈឺអីដូចពីមុនចឹង គាត់តែយើងបន្តញ៉ាំទៅណាបាទដើម្បីឲ្យវាលាយកោសិកាមហារីតិចហ្មងណា បាទ ឲ្យហូបអើយឆ្នាំហ្នឹងទៅត្រូវហ្មងអត់ដូចពីមុនហើយគេអង្ខឹមហើយតែឥឡូវលេង ឥឡូវសួរអាការៈអីដឹងទៀតបើដូចមនុស្សជា 100% ហី ចា បាទពុកបត់ពិសោធន៍ខ្ញុំច្រើនណាស់តើតើនឹងជំងឺអ្នកដែលមហារីកពោះវៀនធំមហារីកអីផ្សេងៗអ្នកដុំសាច់មិនតន់តែលួយអីទេញ៉ាំទៅគឺស្រួលខ្លួនដូចមនុស្សធម្មតាមានផលអីទេគាត់ញ៉ាំយូរទៅដុំសាច់នឹងរួយម្ដងតិចក៏ជាទៅតែបំបានញ៉ាំទេវានឹងវិវត្តទៅរោផ្លូវអាក្រក់បាទផ្លូវរិចធំហើយលួយឲ្យទៅតែម្ដងមហារីកណាបាទតែញ៉ាំថ្នាំយើងនេះគឺផុតហើយបាទខ្ញុំធានាឲ្យតែគឺផុត ខ្ញុំថាលេងអីខ្ញុំព្យាយាមព្រលឹមឡើងម៉ោង 4 ខ្ញុំឡើងដាំទឹកហើយអស់ឲ្យហូប ញ៉ាំលឿន ការងារខ្ញុំបកីហូបសំចុះបើយើងអ្នកស្រែដឹងរកអីរកអស់ហ្នឹងផ្សំឲ្យគ្រាន់ទិញថ្នាំឲ្យកូនហូបហ្នឹងឥឡូវជាហើយ បាទ ក្មួយហ្នឹងឈឺចឹងដែរប្រាប់ឲ្យមកយកដឹងទៅយកដែរអត់មកសុំលេង រស់នៅប៉ុណ្ណេះមានក្តីសុខហើយឲ្យតែសល់ជីវិតធ្វើស្អីក៏រស់ដែរ ចុះកាត់មុនឃើញគេខមមិនថាថតឲ្យជាឥឡូវជាឲ្យបងប្អូនអត់មានខកអីឆ្នាំជាប៉ិតអត់មានថាជួលមកសម្ភាសមកអីអត់បានជួលទេដល់ពេលឥឡូវគេថាឲ្យថតពេលជាហ្នឹងឲ្យគេមើលហងឥឡូវថតហើយអ្នកឈឺណានិយាយច្បាស់ចឹង បាទអញ្ចឹងបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលបានខមមិនតាមរយៈវីដេអូរបស់យើងតាមរយៈเพจផ្លូវការរបស់យើងនេះដែលចង់ឃើញថាពេលជាឲ្យថតផងឥឡូវនេះយើងបានមកលេងបងស្រីឥឡូវនេះគាត់ជាហើយបាទ បានជាហើយ បាទ ហើយថតយូរ អូថតជាមុនអញ្ចឹងមានន័យថាញ៉ាំបាយបាន មានថ្លឹងឯងឡើង1គីឡូអី ផែបាន46 ពីចំមុនបាន មុន40 អូឡើង6គីឡូ ហ្នឹងហើយឡើងបានខ្លាំងដែរតែពេលយើងឈឺខ្លាំងហ្នឹងឥឡូវយើងបាន46 ហេឥឡូវកាលពីមុនយើងគិតថាយើងជាបានខ្លះឥឡូវ
យើងជា បាទឥឡូវគឺជាតែម្ដង ចា គឺជាមែនខ្ញុំ ជាមែនអត់កុហកអី បាទ ហើយបើអត់ជឿមកដល់ផ្ទះ បាទអរគុណបងអញ្ចឹងមកដល់ផ្ទះអញ្ចឹងទីនេះគេហៅភូមិអីបង ភូមិតសោខុំម្ដាមសូយ៉ាស្រុកត្រាំកក់ខេត្តតាកែវ ចូលតាមខ្លងទ្វារវត្តមកវត្តអី ចូលតាមខ្លងទ្វារវត្តមកត្រង់មកបាទ បាទ វត្តឧត្តមសូយ៉ាយើង ចា បាទ ចាគលោថាកុហកអីចឹងមកសួរដល់ផ្ទះ បាទ ឈឺតែមកដល់ហ្នឹងមកសួរអ្នកឈឺហ្នឹងដល់វាមកអូនខ្ញុំប្រាប់ហើយបានឲ្យលេខទៅរហូតឆ្នាំលោកគ្រូហ្នឹង អូបាទមានអ្នកមកសួរ មកសួរ2នាក់3នាក់ណាប៉ិនអូនមួយហ្នឹងទៅវះពីស្រុកជួនមកហើយមួយអាទិត្យឡើងរឹងមកហៀងពោះខ្ញុំឲ្យលេខទៅឲ្យទៅយកឆ្នាំលោកគ្រូហ្នឹងប៉ិនហូបហើយទេមកប្រាប់ថារើឈឺខ្លាំង ខ្ញុំបាញ់និយាយពីគាត់ទេ បាទអរគុណច្រើនអញ្ចឹងសំបីតែអ្នកជំងឺមួយចំនួនក៏មកសួរដល់ផ្ទះដែរថារឿងនេះពិតឬមិនពិតណាបាទអញ្ចឹងបងស្រីជាពិតប្រកបមែនបាទ កត់ បាទ ដើរ ដើរបានឡើងដើររយហ៎បងប្អូនបាទមើលបាទ មានអី ដើរឡើងរយបាទបាទអញ្ចឹងអសតដើមសម្ោចរបស់យើងនេះគឺជាពិតប្រកបបងប្អូនណាអញ្ចឹងបងប្អូនដែលជួបបញ្ហាបាទជំងឺមហារីកគ្រប់ប្រភេទឬក៏ជំងឺរឹសដូងបាតជំងឺក្រពះពោះវៀនឬបងប្អូនដែលមានអារម្មណ៍ថារៀងលហិតលហើយអស់កម្លាំងអីហ្នឹងក៏អាចញ៉ាំបានដែរបាទព្រោះថាថ្នាំនេះគឺដូចជាអសតទឹកអញ្ចឹងបងបាទបងប្រៀបថាថ្នាំនេះដូចអសតទឹកទេ ចាដោយសុទ្ធទឹកចឹងបើខ្ញុំគីឡូ40ឥឡូវ46ហើយ អសតទេវតាមក ហ្នឹង ហ្នឹង ហើយអត់តែមានតែអីហូប ឥឡូវបងប្អូនគិតមើលមហារិចគាត់មិនញ៉ាំថ្នាំពេទ្យមិនវះកាត់ស្អីទាំងអស់ហើយបងមើលគាត់តបងប្អូនមើលគាត់តស៊ូញ៉ាំគិតពីថ្ងៃនេះដល់ឥឡូវនេះ3ខែហើយអញ្ចឹងបើគាត់មិនញ៉ាំវាត្រូវវិវត្តទៅរោភាពទរណតរីហើយបាទតែពេលនេះបងប្អូនមើលទៅវះកាត់ក៏មិនវះចាក់គីមីក៏មិនចាក់បាទហើយឥឡូវមើលជាក់ស្ដែងទៅបាទវគ្គទី1និងវគ្គទី2 បាទ បាទ វគ្គទី2ជាហើយ យើងនៅមកលេងទៀតបាទ លេបទៀតលេបឲ្យលេបតតា ខ្ញុំនៅមកលេងទៀត3ខែទៀតខ្ញុំមកលេងម្ដងទៀត ចា បាទ ហើយបងប្អូនតាមដានមើលទៅបន្តរស់អត់ ខំមិនសួរច្រើនពេកថាឲ្យថតជាឥឡូវថតជាហើយ បាទ តោះអូខេយ៉ាង អរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនដែលកំពុងតែជួបបញ្ហាខាងលើណាមួយបងប្អូនសូមប្រញាប់ឡើងតាក់ទងមកកាន់ក្រុមការងាររបស់យើងដើម្បីពិគ្រោះយោបល់ចាប់ផ្ដើមព្យាបាលពីឥឡូវនេះកុំឲ្យបាទជំងឺរបស់បងប្អូនវិវត្តទៅរកផ្លូវអាក្រក់ណាបាទអញ្ចឹងបងប្អូនប្រញាប់តាក់ទងមកឥឡូវនេះសូមអរគុណសូមជម្រាបលាបាទ